ជំរាបសួរបងប្អូនម្ចាស់ចំការកៅស៊ូទាំងអស់គ្នាថ្ងៃនេះខ្ញុំចែករំលែកបទពិសោធន៍ទៅលើកៅស៊ូមុនបងប្អូនដាំកៅស៊ូតើយើងរៀបចំឬក៏យើងមានវិធានការបែបណាឬក៏យើងមានកលឹះវិធីសាស្ត្របែបណាអញ្ចឹងនៅវីដេអូនេះខ្ញុំនឹងនិយាយចំណុចទី1ពាក់ព័ន្ធនឹងដីបាទទី2ពាក់ព័ន្ធនឹងពូជបាទដាំដីប្រភេទម៉េចពូជណាខ្ញុំបានចែករំលែកហើយតែវីដេអូនេះខ្ញុំនឹងសង្ខេបហើយទី3ពាក់ព័ន្ធនឹងកត្តាថែទាំបាទថែទាំទី4កត្តាដាក់ជីអញ្ចឹងខ្ញុំនឹងនិយាយពីមួយចំណុចទៅមួយចំណុចជូនបងប្អូនទាំងអស់គ្នាកៅស៊ូនេះខ្ញុំបញ្ជាក់ជូនបងប្អូនទាំងអស់គ្នាមុននឹងចូលដល់ប្រធានបទខាងលើហើយខ្ញុំនឹងនាំកៅស៊ូដែលខ្ញុំដាំរយៈពេល3ឆ្នាំជាប់គ្នានេះបាទនេះគឺកៅស៊ូនេះចូលដល់ខែ7គឺវា3ឆ្នាំហើយបាទ3ឆ្នាំដែលបាទហើយប៉ុណ្ណឹងបាទហើយទីទៅខ្ញុំឲ្យទៅមើលអាកៅស៊ូដែលដាំបាន2ឆ្នាំនិងអាកៅស៊ូដែលដាំបាន1ឆ្នាំបាទគឺខ្ញុំដាំជាប់គ្នា3ឆ្នាំហើយឆ្នាំទី4 2025នេះគឺខ្ញុំនឹងដាំចំនួនមិនច្រើនទេបាទតិចតួចទេបាទដើម្បីយកបទពិសោធន៍បាទអញ្ចឹងមុនចូលដល់ប្រធានបទខាងលើសូមបងប្អូនជួយ Subscribe Channel YouTube របស់យើងខ្ញុំផងហើយមួយទៀតនៅ Channel ឈ្មោះ Litho នេះគឺមានបានបង្ហាញបញ្យលឬដូចជាបង្រៀនបងប្អូនពីការដាំដាក់ជីថែទាំរហូតពីការជួសជូនបងប្អូនរហូតដើម្បីឲ្យបងប្អូនហើយដាំកុំឲ្យងាប់នៅរដូវប្រាំងធ្វើបែបណាគឺខ្ញុំបានបង្រៀនជូនបងប្អូនទាំងអស់បាទអញ្ចឹងមុនចូលដល់ប្រធានបទខាងលើបងប្អូនត្រូវការជីថ្នាំកសិកម្មគឺខ្ញុំមានរៀបចំលក់ជូនបងប្អូនទាំងអស់គ្នាបាទដើម្បីឲ្យបងប្អូនបានកៅស៊ូល្អហើយទិន្នផលល្អហើយមិនងាប់នៅរដូវប្រាំងបាទចំពោះការដាំឬចំពោះដីបាទដីសម្រាប់គឺខ្ញុំនេះគឺដីរបាយខ្សាច់បាទដីរបាយខ្សាច់រាងជាំទឹកឬដីរបាយខ្សាច់មិនជាំទឹកបាទទីទួលបាទគឺខ្ញុំនឹងនិយាយជូនបងប្អូនទាំងអស់គ្នាដីសម្រាប់បងប្អូនដីរបាយខ្សាច់ជាំទឹកដែលខ្ញុំធ្វើវីដេអូបង្ហាញហើយបាទអញ្ចឹងគឺនេះខ្ញុំនិយាយដីទូទៅកៅស៊ូដែលបងប្អូនមានបំណងដាំកៅស៊ូគឺលើកលែងតែកៅស៊ូគ្រួសខ្មៅទេបាទដីប្រភេទណាក៏បងប្អូនដាំបានដែរដីទីទួលភ្នំខ្ញុំបានធ្វើវីដេអូចែករំលែកហើយបាទបងប្អូនដាំបានទាំងអស់លើកលែងតែដីគ្រួសខ្មៅបាទថ្មដាបាទបងប្អូនកុំដាំខ្ញុំនិយាយគ្រួសខ្មៅថ្មដាណាតែបើគ្រួសក្រហមថ្មដាបងប្អូនដាំចោះបាទទីទួលក៏ដោយពូជដែលខ្ញុំបាននិយាយហើយពូជណាដាំដីទីទួលបានពូជណាដាំដីទីទួលមិនបានបាទសម្រាប់បងប្អូនដែលពេញនិយមពូជថៃខ្ញុំនិយាយតែរឿងពូជថៃមួយឯងដែលបងប្អូននិយមពូជថៃគឺដីដែលទីទួលមានចម្រែភ្នំទួលភ្នំបើបងប្អូនថែទាំមិនដល់ទេបងប្អូនកុំដាំពូជថៃបងប្អូនអាចដាំពូជរីម600រីម712ឬពូជរាវ4ជាប់ដូចគ្នាបាទជាប់ដូចគ្នាឬពូជកាវេកាត់អីចឹងទៅបាទឬពូជ3904ខ្ញុំទៅនឹងពិសោធន៍ទេអញ្ចឹងខ្ញុំទៅដាំឆ្នាំនេះទេខ្ញុំអត់ហ៊ាននិយាយទេបាទចាំ7 8ឆ្នាំក្រោយនឹងចាំខ្ញុំនិយាយបកស្រាយពូជថ្មីបាទនេះគឺខ្ញុំសង្ខេបប៉ុណ្ណឹងបាទទៅលើពាក់ព័ន្ធរឿងដីហើយនឹងពូជបាទអញ្ចឹងសម្រាប់ទាំងអស់នេះបងប្អូនអាចសិក្សារៀនសូត្រលើវីដេអូខ្ញុំទទួលបានចំណេះដឹងតិចតួចដើម្បីបើកមហាជូនដល់បងប្អូនបាទតែបើដីបងប្អូនមួយចំនួនជាំទឹកដីរៀងទំនាបហើយមិនជាំទឹកពេកដែលវាទំនាបនៅរដូវខែវស្សាជាំមកប្រាវឬទឹកជន់មកប្រាវបងប្អូនដែលល្អបងប្អូនដាំពូជថៃអត់ស៊ីដីទីទួលទេដីទីទួលដាំអត់សូវល្អទេវាអត់ធន់កតាថែទាំរបស់យើងអត់ត្រូវយកចិត្តទុកដាក់ទៀតបណ្ដាលឲ្យងាប់ច្រើនបាទអញ្ចឹងហេតុនេះហើយ
ធ្វើឲ្យបងប្អូនស្រោចទឹកបាទបើដាំហើយស្រោចទឹកអាហ្នឹងបងប្អូនដាំចុះអានេះខ្ញុំនិយាយផ្ដោតសំខាន់បំផុតព្រោះមករយៈនេះបងប្អូនទទួលដាំរឿងពូជថៃណាបាទអញ្ចឹងពូជថៃដែលខ្ញុំសិក្សារយៈពេល5ឆ្នាំចុងក្រោយនេះសម្រាប់បងប្អូនគឺខ្ញុំអត់ណែនាំទេដីដែលទីទួលខ្ពស់ទី1ធំយឺតបាទធំយឺតទី2ហានិភ័យងាប់ពូជថៃ3ឆ្នាំក៏ដោយទីទួលតាមស្រួលត្រូវងាប់ប្រាវបាទអានេះខ្ញុំនិយាយនេះកុំឲ្យបងប្អូនដាំទៅខកបំណងហួសចិត្តឬហួសការដាំហ្នឹងចំណុចមួយទៅប៉ុណ្ណឹងអញ្ចឹងពាក់ព័ន្ធចំណុចប៉ុណ្នេះគឺខ្ញុំនឹងនិយាយរួចហើយពាក់ព័ន្ធនឹងកត្តាថែទាំបាទកត្តាដាំកស៊ូទាមទារការជន់ទាំងអស់ហ្នឹងហាប់ណែនតឹងល្អបាទនិយាយមួយទៀតហើយការកាត់ឫសសម្រាប់ពូជទាំងអស់បងប្អូនគួរតែកាត់ឫសទាំងអស់ក៏បានដែរពូជថៃបងប្អូនកាត់ក៏បានមិនបាច់កាត់ក៏បានជារឿងរបស់បងប្អូនហ្នឹងនិយាយមួយប៉ុន្តែបើបងប្អូនកាត់ឫសកាត់ទាំងអស់ទៅបងប្អូនមិនបាច់ឆ្ងល់ទេបាទកាត់ចោលឲ្យទាំងអស់បាទអាហ្នឹងពាក់ព័ន្ធឫសពាក់ព័ន្ធនឹងកតាបាទក្រោយបងប្អូនវាច្រើនសួរក្រោយពេលប្រហែលដាក់ជីក្រោយពេលប្រហែលដាក់ជីបាទវីដេអូសង្ខេបនេះក្រោយពេលបងប្អូនដាំមួយខែបងប្អូនចាប់ពីថ្ងៃដាំរហូតដល់បានមួយខែបាទបងប្អូនដាក់ជីចុះបាទក្នុងមួយដៅបងប្អូនដាំមួយខាំក៏បានដែរបាទមួយខែបងប្អូនដាំម្ដងក៏បានបើមានលទ្ធភាពឬ2ខែបងប្អូនដាំម្ដងក៏បានបើសិនបើមានលទ្ធភាពបាទចំពោះដំណាំទូចដែលយើងទើបដាំហ្នឹងខ្ញុំនិយាយសង្ខេបប៉ុណ្ណឹងចំពោះការថែទាំបងប្អូនមួយចំនួនសួរថាតើក្រោយបាញ់ក្រោយដាំមិនបាញ់ថ្នាំបាទមួយអាទិត្យឬ10ថ្ងៃបងប្អូនបាញ់ចុះក្រោយបងប្អូនដាំមួយអាទិត្យឬ10ថ្ងៃបងប្អូនបាញ់ចុះបាទបាញ់ចុះនេះគឺខ្ញុំនឹងនិយាយបន្តនាំបងប្អូនទៅមើលកស៊ូដែលខ្ញុំចាប់ផ្ដើមដាំពីមួយឆ្នាំទៅមួយឆ្នាំបណ្ដាបាទនេះចំពោះមួយទៀតពាក់ព័ន្ធទៅលើបងប្អូនបាទសួរការបាញ់ហ្នឹងខ្ញុំនិយាយហើយបាទក្រោយបងប្អូនដាំបានមួយអាទិត្យបងប្អូនចាប់ដាំបាញ់ថ្នាំបើខ្ញុំមានរៀបចំជូនបងប្អូនហើយខ្ញុំបាននិយាយហើយថាបើមានអីខ្លះបាទមានពាក់ព័ន្ធទៅនឹងជំនួយឫសបាទជំនួយឫសនិងដងដើមសំខាន់បំផុតបាទជំនួយឫសនិងដងដើមសម្រាប់បងប្អូនគឺសំខាន់បំផុតបាទសំខាន់បំផុតអញ្ចឹងបងប្អូនចាំបាច់បំផុតត្រូវការថែទាំកស៊ូកុំឲ្យមានការបាទងាប់នៅរដូវប្រាំងទាំងអស់គ្នាកស៊ូនេះគឺខ្ញុំដាំឆ្នាំ2024បាទហើយដែលខ្ញុំដាំនៅឆ្នាំ2023កស៊ូនេះបាទធំដែលឃើញនេះបាទ2023នេះបាទអាបង្ហាញធំមិញ2021 22អានេះ2023បាទទូនោះ23បាទហើយទូចមកជួរជំនាញនៃខ្ញុំបញ្ជាតិគេនេះបាទដែលខ្ពស់សឡឹមនេះបាទនេះមកជួរហ្នឹងបាទគឺ2024ហ្នឹងបាទឥឡូវមួយឆ្នាំភ្លេចក្បាលអំភើយបាទនឹងការថែទាំបាទហើយមានតែជ្រុងខាងនោះទៀតដែលខ្ញុំមិនទាន់បានដើរទៅដល់អញ្ចឹងចំពោះបងប្អូនណាំរួចចង់គ្រាវចង់បាទនេះគឺវាកស៊ូខ្ញុំឧទាហរណ៍កស៊ូនេះកស៊ូនេះវាចូលនឹងជួរហ្នឹងបាទវាចូលមួយឆ្នាំលើហើយបាទចូលដល់ខែ7វិញបាទព្រោះអីយើងដាំ2024ខែ7ថ្ងៃទី4បាទ2024ខែ7ថ្ងៃទី4ឥឡូវ2025ខែ4ថ្ងៃទី14បាទចូលឆ្នាំយើងហើយបាទអញ្ចឹងចូលដល់ខែ7គឺវាមួយឆ្នាំអញ្ចឹងការថែទាំខ្ញុំបាននិយាយហើយបាទការដាក់ជីខ្ញុំនិយាយហើយអញ្ចឹងខ្ញុំនិយាយពីការគ្រាវចង់បងប្អូនចាំកស៊ូយើងចូលអាយុ12បាទបងប្អូនស្រឡាញ់កពស់ប៉ុណ្ណាបងប្អូនទុកប៉ុណ្ណឹងចុះបាទពាក់ព័ន្ធរហូតកាលណាខ្យល់បោកអីបងប្អូនកុំទុកច្រើនពេកដូចខ្ញុំតែងតែនិយាយជម្រាបជូនបងប្អូនទាំងអស់គ្នាអញ្ចឹងភាគច្រើនគឺខ្ញុំឲ្យបងប្អូនទុករយៈពេលមកកម្ពស់28ទៅ30អស់ហើយ28 30កម្ពស់ប៉ុណ្ណឹងបានបាទបងប្អូន28 30បាទ
គឺខ្ញុំទុកប៉ុណ្ណឹងអញ្ចឹងគឺមុននឹងខ្ញុំកាត់គឺខ្ញុំកាត់ខែ9បងប្អូនមួយចំនួនសួរកាត់ខែណាអញ្ចឹងគឺខ្ញុំកាត់ខែ9បាទក្នុងខែ9គឺខ្ញុំកាត់ហើយបាទគឺខ្ញុំកាត់បាទអញ្ចឹងក្នុងខែ9ភាគច្រើនគឺខ្ញុំណែនាំឲ្យកាត់ហេតុអីមូលហេតុខ្ញុំកាត់ក្នុងខែ9ទី1វាមានដីសំណើមខ្ពស់ភ្លៀងឯទូភ្លៀងបាទអញ្ចឹងនៅពេលការលូតលាស់របស់វាហ្នឹងហើយនៅពេលចុងរដូវភ្លៀងគឺវាមានការសន្ទុះលូតលាស់អញ្ចឹងវាបែកខ្នែងតែម្ដងវាខ្នែងដែលវាត្រួយវាដែលវាចេញមុននឹងចូលដាច់ទឹកភ្លៀងគឺវាអាចនឹងមានត្រួយបែកចេញបើបងប្អូនទុក3ឬ4វាបែកចេញជាបានមួយឆាត់វាអញ្ចឹងវាបាន2ឆាត់ទៅ3ឆាត់អញ្ចឹងវាមានកម្លាំងអញ្ចឹងស្លឹកដែលក្នុងមកបងប្អូនទុក3ម៉ែត្រឬ4ម៉ែត្រហ្នឹងអញ្ចឹងឆាត់នីមួយវាមានកម្លាំងអញ្ចឹងឆាត់នីមួយមានកម្លាំងអញ្ចឹងវាអាចទ្រទ្រង់នៅរដូវប្រាំងបាទហើយវាអាចមានកម្លាំងស៊ីជក់ចិញ្ចឹមអាហារបានគ្រប់គ្រាន់បាទអញ្ចឹងចំពោះបងប្អូនចង់ខ្ញុំចង់កាត់ខែ7ខែ8បានទេបានក៏ប៉ុន្តែបងប្អូនទៅដល់កាត់ពេលព្រឹកបាញ់ពេលថ្ងៃទី1ការពារជំងឺឆ្លងហើយបាញ់ដាក់ប្រេងជំរាបផងបាទថ្នាំជំងឺខ្ញុំបានជំរាបជាច្រើនមកហើយបាទដាក់ប្រេងជំរាបដាក់ថ្នាំសត្វល្អិតថ្នាំជំងឺដើម្បីដេញរុយប៉ងកុំឲ្យមានជំងឺនៅអាយុ4ទៅ5ឆ្នាំអាហ្នឹងចម្លោះប៉ុណ្ណឹងអញ្ចឹងវីដេអូនេះគឺខ្ញុំចែករំលែកសង្ខេបបានប៉ុណ្នេះដោយសារតែចំណេះដឹងជូនបងប្អូនដល់ដែរដើម្បីឲ្យបងប្អូនចាស់ថ្មីជ្រាបជាព័ត៌មានឲ្យបងប្អូនចង់បានសៀវភៅយើងខ្ញុំមានលក់ជូនបងប្អូនទាំងអស់គ្នាសូមអរគុណ